បាទជំរាបសួរអ្នកទាំងអស់គ្នាអញ្ចឹងនៅក្នុងវីដេអូនេះគឺវិធានបទរបស់យើងនិយាយតាក់ទងជាមួយនឹងការប្រើប្រាស់នៅថ្នាំគ្រាប់ពន្យាកំណើតទៀតហើយប៉ុន្តែវិធានបទរបស់យើងនៅពេលនេះគឺយើងនិយាយតាក់ទងជាមួយនឹងថាតើប្រសិនបើគាត់យូរជួបគ្នាម្ដងធ្វើការរួមភេទម្ដងតើគាត់ត្រូវប្រើថ្នាំពន្យាកំណើតនឹងតែពេលដែលគាត់ត្រូវរួមភេទឬក៏ចាំបាច់ត្រូវតែលេបរហូតអញ្ចឹងត្រង់ចំណុចនេះគឺចង់មានន័យថាប្តីប្រពន្ធមកគូនឹងគឺគាត់អត់នៅជាមួយគ្នាទេប៉ុន្តែយូរគាត់មកជួបគ្នាម្ដងខ្ញុំជួបច្រើនណាស់សម្រាប់អ្នកជំងឺដែលគាត់មកបើកថ្នាំជាកំណើតចឹងគឺថារាល់ថ្ងៃហ្នឹងប្តីគាត់ទៅធ្វើការឆ្ងាយដល់ពេលស្អែកខាងស្អែកគាត់មកអញ្ចឹងទៅពេលដែលប្តីគាត់ទៅធ្វើការគាត់អត់ប្រើថ្នាំជាកំណើតនឹងទេដល់ពេលគាត់ដឹងថាប្តីគាត់ឈិតមកបានគាត់បញ្ញាមកបើកថ្នាំដើម្បីលេបគាត់មកបើកមកគាត់ថាប្តីគាត់ឈិតមកយើងគាត់ត្រូវការលេបថ្នាំជាកំណើតហ្នឹងអញ្ចឹងពេលដែលប្តីគាត់មកគាត់លេបដល់ពេលប្តីគាត់ទៅវិញបាត់គាត់ជប់លេបអញ្ចឹងគាត់សួរថាតើក្នុងករណីនេះគាត់ប្រើបានត្រឹមត្រូវដែរឬទេហើយអាចមានកូនដែរឬទេអញ្ចឹងមុននឹងខ្ញុំធ្វើការបកស្រាយនៅប្រធានបទមួយនេះគឺខ្ញុំសូមឲ្យអ្នកនរគ្នាធ្វើការចុច Subscribe នៅ Channel ម៉ាក់ពិសិដ្ឋនេះម្នាក់មួយមកដើម្បីទទួលបាននៅវីដេអូជាចំណេះដឹងទាក់ទងជាមួយនឹងបញ្ហាសុខភាពទូទៅនិងចំណេះដឹងល្អផ្សេងជាច្រើនទៀតតែឥឡូវយើងនិយាយពីប្រធានបទរបស់យើងតែម្ដងអញ្ចឹងករណីដូចខ្ញុំបញ្ជាក់ខាងលើមិញអញ្ចឹងខាងដើមមិញអញ្ចឹងក្នុងករណីហ្នឹងមិនខ្វល់ថាគាត់នៅជាមួយគ្នារាល់ថ្ងៃមិនខ្វល់ថា4-5ខែឬក៏រយៈពេល2ខែ3ខែឬក៏កន្លះខែក៏ជួបគ្នាម្ដងក៏ដោយបើសិនជាគាត់ប្រើប្រាស់នៅថ្នាំគ្រាប់ពន្យាកំណើតដើម្បីឲ្យមានសុវត្ថិភាព 100% គឺគាត់ចាំបាច់ត្រូវតែលេបជារៀងរាល់ថ្ងៃលេបរហូតទោះបីជាគាត់មិនបានធ្វើការរួមភេទឬក៏មិនបាននៅជិតគ្នាក៏ដោយអញ្ចឹងត្រង់ចំណុចនេះគឺចង់មានន័យថានៅពេលដែលប្តីគាត់នៅជាមួយគាត់ត្រូវធ្វើការលេបថ្នាំពន្យាកំណើតហ្នឹងមួយថ្ងៃមួយគ្រាប់ឲ្យទៀងម៉ោងទៀងពេលជារៀងរាល់ថ្ងៃហើយពេលដែលប្តីគាត់ទៅវិញក៏គាត់នៅតែបន្តលេបថ្នាំពន្យាកំណើតហ្នឹងដដែលរហូតតតែប្តីគាត់ហ្នឹងត្រឡប់មកវិញគឺគាត់នៅតែលេបរហូតបើន័យថាបើគាត់ជ្រើសរើសនៅថ្នាំគ្រាប់ពន្យាកំណើតហ្នឹងគឺមួយខែទល់មួយខែមួយឆ្នាំទល់មួយឆ្នាំគាត់ត្រូវតែលេបរហូតទោះបីជាកន្លះខែឬក៏មួយខែពីរខែគាត់ជួបគ្នាធ្វើការរួមភេទក៏ដោយគឺគាត់ចាំបាច់ត្រូវតែលេបជារៀងរហូតទើបវាអាចការពារមិនឲ្យមានកូនបាន 100% ចុះគាត់សួរថាចុះបើសិនជាគាត់អត់លេបអញ្ចឹងទេគាត់លេបតែពេលប្តីគាត់ឈិតមកអញ្ចឹងទៅគាត់លេបដល់ពេលប្តីគាត់ទៅវិញបាត់គាត់ជប់លេបតើវាមានបញ្ហាកើតឡើងអញ្ចឹងតាក់ទងជាមួយថ្នាំគ្រាប់ពន្យាកំណើតកាលណាយើងប្រើដូច្នេះគឺប្រសិទ្ធភាពរបស់វាមិនធានាសុវត្ថិភាព 100% ក្នុងការការពារមិនឲ្យមានកូនទេដោយសារតែថ្នាំគ្រាប់ពន្យាកំណើតគឺជាប្រភេទអុកម៉ូនអញ្ចឹងនៅពេលដែលយើងលេបវាចូលទៅជារៀងរាល់ថ្ងៃគឺវាធ្វើឲ្យកម្រិតអុកម៉ូនដែលការពារមិនឲ្យមានជីវិតញីធ្លាក់មកហ្នឹងគឺវាថេរអញ្ចឹងវាអាចការពារបានតែបើសិនជាយើងលេបខានវាធ្វើឲ្យកម្រិតអុកម៉ូនហ្នឹងវាអត់ស្មើគ្នាទេអញ្ចឹងវាមិនអាចធ្វើការគ្រប់គ្រងមិនឲ្យមានជីវិតញីហ្នឹងធ្លាក់មកបានទេអញ្ចឹងឧទាហរណ៍ថាវាចាយដនអីស្រាប់តែចំថ្ងៃដែលគាត់ធ្វើការរួមភេទហ្នឹងស្រាប់តែមានជីវិតញីហ្នឹងធ្លាក់មកដោយសារតែប្រសិទ្ធភាពនៃថ្នាំគ្រាប់ពន្យាកំណើតហ្នឹងវាអត់អាចធ្វើឲ្យមេជីវិតញីនឹងធ្លាក់មកបានន័យថាវាអត់អាចទប់ស្កាត់ឬក៏រារាំងមេជីវិតញីនឹងធ្លាក់មកបានអញ្ចឹងពេលនោះមេជីវិតញីនឹងធ្លាក់មកអញ្ចឹងគឺអាចធ្វើឲ្យគាត់នឹងមានកូនបានន័យថាមានកូននៃចៃដន្យអញ្ចឹងដើម្បីសុវត្ថិភាព 100% អ្នកនរគ្នាត្រូវតែធ្វើការលេបជារៀងរាល់ថ្ងៃជារៀងរាល់ខែនិងជារៀងរាល់ឆ្នាំទោះបីជាយើងរួមភេទនៅពេលណាមួយក៏ដោយអញ្ចឹងជាជំរើសល្អបើសិនជាគាត់យូរជួបគ្នាម្ដងឬក៏3ខែ4ខែ5ខែជួបគ្នាម្ដងជាយោបល់ល្អសម្រាប់ខ្ញុំសូមណែនាំឲ្យអ្នកនរគ្នាធ្វើការជ្រើសរើសនៅមធ្យោបាយពន្យាកំណើតដែលមានរយៈពេលយូរដូចជាថ្នាំចាក់ពន្យាកំណើតគឺយើងចាក់ម្ដងកាលពី3ខែអញ្ចឹង3ខែក្រោយយើងចាក់ម្ដងទៀតឬក៏កងដាក់ក្នុងស្បូនអញ្ចឹងទៅឬក៏កងដាក់ដៃអញ្ចឹងទៅប្រសិទ្ធភាពវាគឺការពារបានយូររាប់ឆ្នាំអញ្ចឹងបានន័យថាយើងដាក់ម្ដងការពារបានរាប់ឆ្នាំសម្រាប់ថ្នាំចាក់យើងចាក់ម្ដងការពារ3ខែអញ្ចឹងបើសិនជាអ្នកនរគ្នាជួបនៅបញ្ហានេះអ្នកនរគ្នាអាចគិតឡើងមកវិញថាយើងគួរតែជ្រើសរើសនៅមធ្យោបាយពន្យាកំណើតមួយណាដើម្បីល្អប្រសើរបើយើងជ្រើសរើសប្រើថ្នាំគ្រាប់គឺយើងត្រូវលេបវារហូតបើយើងជ្រើសរើសយកថ្នាំចាក់ពន្យាកំណើត3ខែយើងចាក់ម្ដងបើយើងជ្រើសរើសយកកងដាក់ក្នុងស្បូនគឺ10ឆ្នាំអីយើងអាចធ្វើការផ្លាស់ប្ដូរម្ដងកងដាក់នៅដៃគឺ3ទៅ5ឆ្នាំអញ្ចឹងទៅអញ្ចឹងសរុបមកវិញទោះបីជាគាត់2ខែ3ខែធ្វើការរួមភេទម្ដងបើគាត់ប្រើប្រាស់នៅថ្នាំគ្រាប់ពន្យាកំណើតគឺគាត់ត្រូវតែលេប
ឲ្យបានទៀងទាត់ជារៀងរាល់ថ្ងៃគឺដាច់ខាតមិនអាចខានបានឡើយតែបើសិនជាគាត់លេបខានគឺគាត់អាចប្រឈមមុខជាមួយនឹងការមានកូនអញ្ចឹងសួរថាអាចមានកូនទាំងអស់គ្នាឬក៏មិនចុះហេតុអីអ្នកខ្លះអត់មានកូនអ្វីដែលខ្ញុំបញ្ជាក់នេះគឺថាអាចបានន័យថាកាលណាយើងប្រើអញ្ចឹងគឺយើងប្រឈមមុខជាមួយនឹងការមានកូនដែលចៃដន្យនឹងខ្ពស់ប៉ុន្តែមិនមែនមានន័យថាសុទ្ធតែមានកូនទាំងអស់ 100% ឬក៏គ្រប់ស្ត្រីដែលធ្វើអញ្ចឹងទេប៉ុន្តែបើយើងនិយាយពីភាគរយឬក៏អត្រាដែលអាចឲ្យគាត់មានកូនគឺខ្ពស់អញ្ចឹងបើសិនជាគាត់អត់ចង់មានកូនស្រាប់តែគាត់ប្រើអញ្ចឹងទៅវាចៃដន្យមានកូនទៅយ៉ាងវាធ្វើឲ្យគាត់នឹងប្រឈមមុខជាមួយនឹងការរំលោភដោយមិនមានសុវត្ថិភាពអញ្ចឹងទៅអញ្ចឹងដើម្បីសុវត្ថិភាពអ្នកនរគ្នាត្រូវតែលេបឲ្យបានជារៀងរាល់ថ្ងៃទោះបីជាយើងមិនធ្វើការរួមភេទឬក៏មិនបាននៅជាមួយគ្នារាល់ថ្ងៃក៏ដោយឬក៏ប្រើប្រាស់នៅថ្នាំចាក់វិទ្យាកណាទៅវាបានរយៈពេល3ខែឬក៏កងដាក់ក្រោមស្បែកឬក៏កងដាក់ក្នុងស្បូនអញ្ចឹងទៅអាហ្នឹងគឺទៅតាមអ្វីដែលអ្នកនរគ្នាធ្វើការជ្រើសរើសអញ្ចឹងក្នុងវីដេអូនេះខ្ញុំសូមធ្វើការបកស្រាយដោយខ្លីតែប៉ុណ្ណឹងបើសិនជាមានចម្ងល់អ្វីបន្ថែមទៀតអាច comment នៅក្រោមវីដេអូបានខ្ញុំនឹងព្យាយាមឆ្លើយតបទៅតាមពេលវេលាដែលខ្ញុំមានអញ្ចឹងជាចុងក្រោយខ្ញុំសូមអរគុណសូមជម្រាបលា